លែងពីនាងក្របីញីកាបដល់ពេលប្រសូតបុត្រស្រាច់កាលណាក៏យាត្រាប្រសូតបុត្រនៅក្នុងព្រៃដើម្បីកុំឲ្យមានការសង្ស័យបើជាបុត្រាខ្លាចគេនឹងប្រឡ័យប្រសូតបុត្រក្នុងព្រៃក្នុងពេលនេះតែម្ដងលែងពីបុត្រក្របីកាលបើពេញរូបរាងស្រាច់កាលណាសែនមានរិទ្ធិជ័យដែលមានឈ្មោះថាតួភីសូមក្រាបថ្វាយបង្គំព្រះមេត្តាទូលព្រះបង្គំមិនដែលឃើញព្រះបិតាសោះតើព្រះមេត្តាអាចឲ្យទូលព្រះបង្គំជួបបិតាផងបានទេព្រះមេត្តាទេមិនបានទេបុត្របើបុត្រចង់ជួបបិតាបុត្រត្រូវស៊ីស្មៅអស់7វាលផឹកទឹកអស់7បឹងទើបបានណាបុត្រក្រាបទូលព្រះមេត្តាទូលព្រះបង្គំនឹងធ្វើភ្លាមក្រាបទូល អ
ព្រះមេដាទូលព្រះបង្គំបានស៊ីស្មៅអស់7វាលនិងផឹកទឹកអស់7បឹងហើយក្រាទូលបានបុត្រមេដាដូច្នេះមេដានឹងនាំបុត្រទៅជួបព្រះបិតារបស់បុត្រក្នុងពេលនេះតែម្ដងណាបុត្រណា